ក្រមព្រហ្មទណ្ឌកន្ធីទី1បទបញ្ញត្តិទូទៅមាតិកាទី3ជំពូកទី7ផ្នែកទី1និងផ្នែកទី2ជំពូកទី7ទោសដែលត្រូវអនុវត្តចំពោះនីតិបុគ្គលផ្នែកទី1បទបញ្ញត្តិទូទៅមាត្រា167ទោសដែលត្រូវរងដោយនីតិបុគ្គលទោសជាយថាប្រភេទដែលត្រូវរងដោយនីតិបុគ្គលមានដូចតទៅ1ទោសពិន័យក្នុងឋានៈជាមូលទោស2ទោសបន្ថែមដែលរៀបរាប់នៅក្នុងមាត្រា168ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គលនៃក្រមនេះផ្នែកទី2ទោសបន្ថែមមាត្រា168ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គលទោសបន្ថែមត្រូវអនុវត្តទៅលើនីតិបុគ្គលមានដូចតទៅ1ការរំលាយចោល2ការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ3ការហាមឃាត់ចំពោះការអនុវត្តសកម្មភាពមួយឬច្រើន4ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ5ការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈដល់ការសន្សំសំចៃ6ការហាមឃាត់ចំពោះការចេញឧបករណ៍អាចជួញដូរបានក្រៅពីឧបករណ៍អាចជួញដូរបានដែលកំណត់ដោយធនាគារ7ការហាមឃាត់ចំពោះការប្រើប័ណ្ណទូទាត់8ការបិទគ្រឹះស្ថានដែលបម្រើសម្រាប់ធ្វើការរៀបចំឬប្រព្រឹត្តបទល្មើស9ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជនឬដែលបានប្រើប្រាស់ដោយសាធារណជន10ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស11ការរឹបអូសវត្ថុឬមូលធិដែលជាកម្មវត្ថុនៃបទល្មើស12ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស13ការរឹបអូសឧបភ័ណ្ឌសម្ភារៈឬចលនវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសបានប្រព្រឹត្ត14ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរឬការផ្សាយតាមមធ្យោបាយទូរគមនាគមន៍សោតទោសបទបញ្ញត្តិដោយឡែកអាចបង្កើតទោសបន្ថែមដទៃទៀតបានមាត្រា169លក្ខខណ្ឌនៃការសម្រេចអំពីទោសបន្ថែមទោសបន្ថែមអាចនឹងប្រកាសបានដោយតុលាការប្រសិនបើទោសនោះត្រូវបានចែងយ៉ាងជាក់លាក់ចំពោះបទល្មើសដែលចោទប្រកាន់មាត្រា170ការរំលាយនិងការជំរះបញ្ជីនៃនីតិបុគ្គលសេចក្តីសម្រេចដែលបង្គាប់ឲ្យរំលាយនីតិបុគ្គលនាំឲ្យមានការបញ្ចូលនីតិបុគ្គលនេះទៅតុលាការមានសមត្ថកិច្ចដើម្បីធ្វើការជំរះបញ្ជីមាត្រា171ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការមិនអាចលើសពី5ឆ្នាំទេសេចក្តីសម្រេចដាក់ការត្រួតពិនិត្យតាមដានរបស់តុលាការឲ្យនាំឲ្យមានការចាត់តាំងអាណត្តិគាហកតុលាការដែលតុលាការបញ្ជាក់បេសកកម្មជារៀងរាល់6ខែយ៉ាងតិចអាណត្តិគាហកតុលាការធ្វើរបាយការណ៍ជូនព្រះរាជអាជ្ញាអំពីដំណើរការនៃបេសកកម្មរបស់ខ្លួនក្រោយពីបានឃើញរបាយការណ៍របស់អាណត្តិគាហកតុលាការព្រះរាជអាជ្ញាអាចប្តឹងទៅតុលាការដែលបានប្រកាសឲ្យធ្វើការ
ដាក់ក្រោមការតាមដានរបស់តុលាការតុលាការអាចប្រកាសនៃទោសថ្មីមួយតុលាការសម្រេចក្នុងពេលសវនកម្មសាធារណៈក្រោយពីបានស្ដាប់យោបល់របស់តំណាងអัยការអាណត្តិគាហកតុលាការនិងជាយថាហេតុមេធាវីរបស់នីតិបុគ្គលនោះមាត្រា172ការហាមឃាត់ចំពោះការធ្វើសកម្មភាពការហាមឃាត់ចំពោះការធ្វើសកម្មភាពអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់ថេរវេលា5ឆ្នាំយ៉ាងច្រើនតុលាការបញ្ជាក់អំពីសកម្មភាពដែលត្រូវហាមឃាត់មាត្រា173ការបណ្តេញចេញពីលទ្ធកម្មសាធារណៈទោសបណ្តេញចេញពីលទ្ធកម្មសាធារណៈនាំឲ្យមានការហាមឃាត់ចំពោះការចូលរួមដោយផ្ទាល់ឬដោយប្រយោលនៅក្នុងគ្រប់លទ្ធកម្មសាធារណៈដែលរៀបចំដោយ1រដ្ឋ2រដ្ឋបាលថ្នាក់ក្រោមជាតិ3គ្រឹះស្ថានសាធារណៈ4សហគ្រាសដែលទទួលសម្បទានពីរដ្ឋឬពីរដ្ឋបាលថ្នាក់ក្រោមជាតិឬដែលត្រួតពិនិត្យដោយរដ្ឋឬដោយរដ្ឋបាលថ្នាក់ក្រោមជាតិទោសនេះអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់ថេរវេលាមួយមិនលើសពី5ឆ្នាំមាត្រា174ការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈឲ្យធ្វើការសន្សំសំចៃការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈឲ្យធ្វើការដាក់ប្រាក់សន្សំអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនការហាមឃាត់នេះនាំឲ្យមានការហាមឃាត់ដល់នីតិបុគ្គលចំពោះការអំពាវនាវដើម្បីឲ្យដាក់ឧបករណ៍អាចជួញដូរបានរបស់ខ្លួនទៅក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឬក្រុមហ៊ុនមូលបត្រការហាមឃាត់នេះនាំឲ្យមានការហាមឃាត់ចំពោះការផ្សាយជាសាធារណៈដែរមាត្រា175ការហាមឃាត់ចំពោះការចេញឧបករណ៍អាចជួញដូរបានការហាមឃាត់ចំពោះការចេញឧបករណ៍អាចជួញដូរបានអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនចំពោះការហាមឃាត់ប្រើប្រាស់ប័ណ្ណទូទាត់ក៏ដូចគ្នាដែរមាត្រា176ការបិទគ្រឹះស្ថានទោសបិទគ្រឹះស្ថាននាំឲ្យមានការហាមឃាត់ចំពោះការប្រព្រឹត្តនៅក្នុងគ្រឹះស្ថាននេះនៅសកម្មភាពដែលបទល្មើសបានកើតឡើងនៅក្នុងឱកាសដែលធ្វើសកម្មភាពនេះទោសនេះអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា177ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានមួយដែលបើកចំហដល់សាធារណជនឬដែលប្រើប្រាស់ដោយសាធារណជនអាចជាស្ថាពរឬជាបណ្ដោះអាសន្នក្នុងរយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា178ការរឹបអូសកម្មសិទ្ធិការលក់ការបំផ្លាញចោលវត្ថុរឹបអូសការរឹបអូសคล้ายជាស្ថាពរវត្ថុរឹបអូសคล้ายជាកម្មសិទ្ធិរបស់រដ្ឋលើកលែងតែបទបញ្ញត្តិដោយឡែកបានចែងអំពីការប្រគល់ផ្សេងទៀតរដ្ឋអាចលក់ឬបំផ្លាញចោលវត្ថុរឹបអូសនៅក្នុងទម្រង់ដែលមានចែងសម្រាប់ការលក់ទ្រព្យសម្បត្តិរបស់រដ្ឋច្បាប់អាចចែងអំពីការបំផ្លាញចោលនៅវត្ថុខ្លះផងដែរកាលបើវត្ថុរឹបអូសមិនត្រូវបានចាប់យកទេហើយនឹងមិនអាចប្រគល់ឲ្យបានទេនោះទណ្ឌិតត្រូវចេញសងតម្លៃនៃវត្ថុរឹបអូសនេះតម្លៃនេះត្រូវបានកំណត់ដោយតុលាការវិធានការដើម្បីប្រមូលប្រាក់នេះត្រូវធ្វើឡើងដូចក្នុងរឿងបង្ខំដល់រូបកាយដែរមាត្រា179ការរឹបអូសនិងសិទ្ធិតតិយជនការរឹបអូសអាច
ធ្វើទៅលើវត្ថុដូចខាងក្រោមនេះ 1. ឧបករណ៍សម្ភារៈឬវត្ថុអ្វីមួយដែលបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស 2. វត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស 3. ផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស 4. ឧបភោគភ័ណ្ឌសម្ភារៈនិងចលនវត្ថុនៅទីកន្លែងដែលបទល្មើសបានកើតឡើងក៏ប៉ុន្តែការរឹបអូសមិនអាចត្រូវប្រកាសបានទេប្រសិនបើការរឹបអូសនោះប៉ះពាល់ដល់សិទ្ធិរបស់តន្ត្រីជន មាត្រា180ការបិទផ្សាយសេចក្តីសម្រេចការបិទផ្សាយសេចក្តីសម្រេចត្រូវអនុវត្តនៅទីកន្លែងដែលចង្អុលប្រាប់ដោយតុលាការនិងសម្រាប់រយៈពេលមួយដែលកំណត់ឡើងដោយតុលាការការបិទផ្សាយមិនអាចលើសពី2ខែការបិទផ្សាយអាចទាំងស្រុងតាមសម្រង់ឬតាមនីតិធម្មតាសាហុយនៃការបិទផ្សាយជាបន្ទុករបស់នីតិបុគ្គលដែលត្រូវផ្តន្ទាទោសក្នុងករណីដែលដកបំបត្តិចេញលាក់បំបាំងឬហែកចោលសេចក្តីប្រកាសបិទផ្សាយនោះត្រូវធ្វើការបិទផ្សាយជាថ្មីម្ដងទៀតសាហុយនៃការបិទផ្សាយនេះត្រូវចេញដោយជនល្មើសដែលជាអ្នកដកបំបត្តិចោលលាក់បំបាំងឬហែកចោលមាត្រា181ការផ្សាយសេចក្តីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទោសជាអាចទោសផ្សាយសេចក្តីសម្រេចតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសត្រូវអនុវត្តតាមបែបបទដែលកំណត់ឡើងដោយតុលាការការផ្សាយនេះមិនអាចលើសពី8ថ្ងៃការផ្សាយនេះអាចផ្សាយទាំងស្រុងតាមសម្រង់ឬតាមនីតិសាហុយនៃការផ្សាយជាបន្ទុករបស់នីតិបុគ្គលដែលត្រូវផ្តន្ទាទោសទោសផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការត្រូវចុះផ្សាយក្នុងសារព័ត៌មានសរសេរតាមបែបបទនិងថេរវេលាដែលកំណត់ដោយតុលាការសាហុយក្នុងការចុះផ្សាយជាបន្ទុករបស់នីតិបុគ្គលបើតុលាការបានបង្គាប់ការផ្សព្វផ្សាយសេចក្តីសម្រេចសារព័ត៌មានមិនអាចបដិសេធការចុះផ្សាយនេះបានទេមាត្រា182ការអនុវត្តបទបញ្ញត្តិទាក់ទងនឹងរូបវន្តបុគ្គលនិងនីតិបុគ្គលបទបញ្ញត្តិនៃមាតិកាទី1មាតិកាទី2និងមាតិកាទី3នៃកន្ធីទី1នៃក្រមនេះដែលទាក់ទងនឹងរូបវន្តបុគ្គលត្រូវអនុវត្តទៅលើនីតិបុគ្គលក្នុងកម្រិតដែលបទបញ្ញត្តិនេះមិនផ្ទុយជាមួយនឹងបទបញ្ញត្តិនៃជំពូកនេះ